ពេលខ្ញុំដេកខ្ញុំយល់សប្តិក្នុងសុបិនខ្ញុំមានគេចង់បានមកកត់ខ្ញុំនៅមានព្រះហើយក៏នៅមានក្រុម Peaky Blinder គេជឿថាខ្ញុំនឹងបរាជ័យអ្នកណាអាចការពារបល្ល័ង្កខ្ញុំគេសរសេរថាយើងមិនដែលលើពីពួកឯងទេអញ្ចឹងយើងក៏មិនខ្លាចពួកឯងគំរាមដែរព្រោះគេថា Tommy Shelby ចែកកម្លាំងច្រើនដើម្បីគិតគូរច្រើន3 2 1ទុក Tommy Shelby លោកនៅបានជួបសង្គ្រាមវានឹងកើតឡើងមានម្នាក់ត្រូវស្លាប់វាគឺជារឿងដែលមីងមិនអាចប្រាប់មិនអាចនិយាយបាននោះទេលោក Shelby លោកធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្ញុំត្រូវការមនុស្សដូចលោកបើមិនដូចលោកខ្ញុំមិនត្រូវការទេពេលខ្លះការស្លាប់ជាការសន្តោសវានឹងខ្លាចជាជ័យឆ្កងរបស់ Tommy Shelby ហើយគ្មានអ្នកណាជួយសង្គ្រោះទេយើងជាម្ចាស់ខ្សែអ្នកណាហ៊ានព្យួរកយើងមានអ្នកណាព្យួរកបងនោះទេគឺបងព្យួរកខ្លួនឯងលោកចង់សម្លាប់ខ្លួនឯងលោក Shelby គ្មានអ្នកណាបញ្ឈប់យើងបានទេប៉ុន្តែស្គាល់ពួកយើងហើយនៅ